បាទជំរាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាបាទថ្ងៃនេះនាំបងប្អូនទាំងអស់គ្នាមកមើលការឋានរបស់យើងដែលកំពុងធ្វើនៅខាងភូមិសាទុំបាទឃុំក្រវៀនបាទស្រុកមេមត់បាទខេត្តបងឃ្មុំបាទផ្ទះកពើហាដែលមានទំហំຂະຫນាត់5បាទគុណនឹង12អញ្ចឹងបងប្អូនអាចមើលបានបាទហើយយើងធ្វើនៅជាប់បាទផ្លូវដែរទេបាទនោះជារូបបាទ 3D ដែលយើងតាំង banner បាទដូចជាបង្ហាញម្ចាស់ចាក់ពណ៌ទៅតាមគាត់ស្រឡាញ់ហើយនេះជាការឋានដែលយើងធ្វើជាក់ស្ដែងយើងធ្វើបានច្រើនហើយបងប្អូនដូចមើលឃើញក្នុងរូបហើយបាទយើងធ្វើបានច្រើនហើយបាទហើយជាងកំពុងញប់ដៃញប់ជើងបាទដើម្បីធ្វើដបូលបាទពូចូលរើភ្លៀងហើយបងប្អូនបាទភ្លៀងកក់ខែ1មេ2មេហើយអញ្ចឹងបាទយើងចាប់ផ្ដើមធ្វើដបូលកាលណាដែលយើងមានដបូលទៅបាទមេឃភ្លៀងយើងអាចធ្វើការងារខាងក្នុងបានណាបាទអញ្ចឹងយើងសម្រាប់ធ្វើដបូលហើយផ្ទះនេះមានពីបន្ទប់គេងបាទកន្លែងទទួលភ្ញៀវបន្ទប់ទឹកនិងបកគន់លយទៅខាងក្រោម1.4 គុណនឹង3ម៉ែត្រតម្លៃមកការផ្ដាច់ទាំងសម្ភារៈនិងកម្លាំងពលកម្មបាទតម្លៃ17200បាទតម្លៃនៅខាងស្រុកមេមត់បាទក៏ដូចជាម្ចាស់ផ្ទះបាទគាត់ថែមបន្ទប់ទឹកលយទៅខាងក្រោយជាមួយបកគន់បាទចាស់ផ្ទះគាត់ថែមច្រើនដែរបងប្អូនបាទគាត់ថែមបិទការ៉ូអញ្ចាំងកន្លែងទទួលភ្ញៀវនេះទៅដល់ផ្នែកខាងក្រោយដែរអញ្ចឹងបងប្អូនអាចមើលការងារយើងជាក់ស្ដែងបានបាទហើយសម្រាប់ស័ង្កសីបាទយើងប្រើ 3C កន្លះបងប្អូនណាបាទយើងក្របស័ង្កសីឃើញឆ្នូតបាទពណ៌ខៀវហើយបាញ់ចរាយើងបាញ់ចរាប្រភេទចរាចំបងប្អូនណាបាទប្រភេទនេះគឺក្រាស់ល្អប្រភេទមួយទៀតហ្នឹងគឺយើងប្រើទេបាទយើងប្រើចរាបាទវាធន់ខ្លាំងជាងអញ្ចឹងគឺខាងខ្ញុំនិយាយច្បាស់មហាច្បាស់អញ្ចឹងបងប្អូនណាបាទអញ្ចឹងបើសិនជាប៉ះពាល់អីក៏អធិស្ឋានដែរបាទដោយសារយើងចូលចិត្តនិយាយត្រង់បងប្អូនបាទដោយសារយើងអ្នកប្រើយើងអ្នកដឹងបាទអញ្ចឹងបងប្អូនអាចមើលការងារយើងចាក់ស្ដែងទៅបាទម៉ូតនេះគឺខាងខ្ញុំធ្វើច្រើនហើយបងប្អូនបាទយើងធ្វើច្រើនហើយបាទម៉ូតបុកប៉ាល់នេះបាទយើងធ្វើច្រើនកន្លែងហើយបាទឥឡូវនាំបងប្អូនអរគ្នាបាទទៅមើលការងារផ្នែកខាងក្នុងបន្តិចបាទនេះជាបរិវេណមកវេរងដាបាទយើងលោចេញមក2ម៉ែត្របាទសម្រាប់យើងទុកកន្លែងបុកកប៉ាល់ហើយទ្វារយើងលេងឡើងកាំង3គ្រាប់ចាប់សុំអីមួយសាទប៉ុន្តែអត់ទាន់បានធ្វើទេបាទយើងបុកធ្វើការងារដបូលសិនបាទហើយចម្រឹងដៃអីបងប្អូនអាចមើលទៅបាទយើងបង្ហាញជូនបងប្អូនច្បាស់ពីសំណង់ដែលយើងធ្វើណាមិនមែនតដល់ផ្ទះហើយស្អាតអស់បានយើងបង្ហាញទេយើងបង្ហាញតាំងពីការឋានចាប់ដើមជូនបងប្អូនហើយនេះជាបរិវេណមកកន្លែងទទួលភ្ញៀវបាទម្ចាស់ផ្ទះគាត់យកមកល្មមទេបាទគាត់អត់យកធំទេបាទមកសំរុំបាទដោយសារគាត់ចង់បានបន្ទប់ពីរហ្នឹងធំទលាយដូចជាផ្នែកខាងក្រោយអញ្ចឹងគាត់យកមកល្មមទេបាទសម្រាប់កន្លែងទទួលភ្ញៀវអញ្ចឹងការងារដបូលបងប្អូនអាចមើលបានបាទយើងរត់ដែក500បាទខ្ទង់48ដៃអាណែង30ស័ង្កសីបាទ 3C កន្លះហើយធ្នឹមបងប្អូនអាចមើលទៅបាទសូម្បីតែធ្នឹមលើក៏យើងប្រើទំហំ20x20ដែរបាទធ្នឹមក្រោម20x25ហើយឡើងតូនេះដែលយើងបូកបាត់ហើយនេះយើងចេញពីកែមនេះពីទឹកបាទហើយសម្រាប់ខាងលើយើងប្រើធ្នឹមគៀបបាទពីតសមួយទៅតសមួយអញ្ចឹងយើងការពីស្នាមប្រេះជូនបងប្អូនណាបាទគឺយើងបង្ហាញច្បាស់ជូនបងប្អូនបាទសម្រាប់ពិចារណាបាទបងប្អូនដែលមើលវីដេអូខាងខ្ញុំបាទមិនត្រឹមតែបានចំណេះដឹងទេបាទយើងបង្ហាញទាំងអស់បាទបងប្អូនខ្លះគាត់តែចង់មើលបាទយកចំណេះដឹងអីចឹងទៅបាទសម្រាប់ធ្វើខ្លួនឯងក៏អាចមើលបានដែរបាទឬក៏បងប្អូនបាទមិនចង់រវល់ច្រើនអាចរកខាងខ្ញុំធ្វើផ្ដាច់ក៏បានដែរបាទនេះជាបន្ទប់ទី1បាទជាងគាត់មកចងរឹងដោយសារភ្លៀងបាទចឹងគាត់រត់មកជ្រកនៅក្នុងបាទនេះបន្ទប់ទី2បាទបន្ទប់ទី2បាទធំទលាល្អបងប្អូនណាបាទហើយផ្អួចយើងចេញឲ្យគ្រប់ជ្រុងបាទដើម្បីយកពលឺចេញចូលនេះបរិវេណបាទបន្ទប់ទឹកនិងបង្គន់ដែលលោចេញទៅក្រៅណាបងប្អូនបាទបង្គន់គាត់យកតូចបាទល្មមបាទបន្ទប់ទឹកគាត់យកធំបាទដោយសារយើងដាក់សម្ភារៈច្រើននៅក្នុងបន្ទប់ទឹកអញ្ចឹងបរិវេណនៅផ្នែកខាងក្រោយនេះយើងសល់ទលាយបាទអាចដាក់ទូទឹកកកដាក់ទូអីមកកាផ្លេងបាទទ្វារគាត់យកចេញចំហៀងចឹងបងប្អូនអាចមើលការងារយើងចាក់ស្ដែងទៅហើយបើសិនជាបងប្អូនមកមានបំណងបាទចង់សាងសង់បងប្អូនអាចតំណមកបានហើយបើសិនជាបងប្អូនបាទជិះតាមផ្លូវបាទឃើញអាចចូលមកមើលការឋានយើងបានបងប្អូនណាបាទសូមអរគុណបាទសូមជម្រាបលា